វាអាចទៅរួចទេនៅពេលដែលមនុស្សម្នាក់ប្រើបណ្ដាញសង្គមដើម្បីស្វែងរកឃាតករមកបញ្ចប់ជីវិតរបស់ខ្លួនឯងនៅលើពិភពលោកនេះយើងរស់នៅសពថ្ងៃមនុស្សម្នាក់គឺប្រើប្រាស់បណ្ដាញអ៊ីនធឺណិតដើម្បីស្វែងរកសេចក្តីសុខស្វែងរកមិត្តភ័ក្តិឬក៏សាងអនាគតប៉ុន្តែនៅជ្រុងម្ខាងទៀតនៅក្នុងពិភពលោកងងឹតដែលគ្មានពន្លឺជះទៅដល់បណ្ដាញសង្គមបានក្លាយទៅជាកន្លែងដែលតាក់ទងគ្នារវាងមនុស្សម្នាក់ដែលកំពុងតែបាក់ទឹកចិត្តធ្ងន់ធ្ងរខ្លាំងមែនទែននិងមនុស្សម្នាក់ទៀតដែលមានបំណងប្រាថ្នាដ៏ខុសឆ្គងកាលពីចុងឆ្នាំ2025ប្រទេសវៀតណាមនិងពិភពលោកទាំងមូលគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺពាក់ព័ន្ធជាមួយនឹងករណីព្រហ្មទណ្ឌមួយដែលហៅថា The Vietnamese Butcher Case ឬអាចហៅបានថាករណីឃាតកម្មរបស់បុរសម្នាក់មានឈ្មោះថា Nguyen Yen Sut Dat ករណីនេះគឺប្លែកពីករណីទូទៅខ្លាំងមែនទែនព្រោះវាមិនមែនជាការចាប់ផ្ដើមចេញពីការរកឃើញនៃសាកសពចៃដន្យនោះទេប៉ុន្តែវាចាប់ផ្ដើមចេញពីការស៊ើបអង្កេតតាមប្រព័ន្ធអ៊ីនធឺណិតដោយក្រុមអ្នកលេងអ៊ីនធឺណិតស្ម័គ្រចិត្តថ្ងៃនេះខ្ញុំនឹងលាតត្រដាងពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវពិតពីការចាប់ផ្ដើមរហូតដល់ថ្ងៃចាប់ខ្លួនជនសង្ស័យនិងមេរៀនដ៏គួរឲ្យតក់ស្លុតដែលយើងទាំងអស់គ្នាត្រូវដឹងដ៏សោកស្ដាយមួយនេះគឺបានចាប់ផ្ដើមឡើងក្នុងកំឡុងខែមិថុនានិងខែកក្កដាឆ្នាំ2025ហើយនៅលើបណ្ដាញសង្គមផ្សព្វផ្សាយងងឹតនិងក្រុម Telegram បិទចិត្តមួយដែលបានចែកចាយនៅរូបភាពនិងវីដេអូមិនប្រក្រតីបង្ហាញពាក់ព័ន្ធជាមួយនឹងសកម្មភាពការសម្លាប់មនុស្សម្នាក់ដំបូងឡើយមនុស្សជាច្រើនគិតថាវាគ្រាន់តែជាវីដេអូកាត់តឬក៏ជារឿងប្រឌិតដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះប៉ុន្តែសម្រាប់ក្រុមអ្នកស៊ើបអង្កេតស្ម័គ្រចិត្តឬយើងហៅថាក្រុម OSINT Open Source Intelligence ពួកគេដឹងថានេះគឺជារឿងពិតអញ្ចឹងក្រុមអ្នកលេងអ៊ីនធឺណិតទាំងនេះមិនមែនជាប៉ូលីសទេប៉ុន្តែពួកគេមានជំនាញខ្ពស់ក្នុងការវិភាគទិន្នន័យអញ្ចឹងពួកគេបានចាប់ផ្ដើមរួមគ្នាចងក្រងឯកសារស៊ើបអង្កេតមួយដែលដំបូងមានកម្រាស់88ទំព័ររហូតដល់ពង្រីកដល់110ទំព័រអញ្ចឹងតើពួកគេរកឃើញអ្វីខ្លះទី1ពួកគេបានស្ដាប់នៅសំឡេងក្នុងវីដេអូហើយកំណត់ថាអ្នកដែលនិយាយនៅក្នុងនោះគឺមានសំឡេងតំបន់ភាគខាងជើងនៃប្រទេសវៀតណាមអញ្ចឹងទី2ពួកគេបានយករូបភាពឃើញស្លាកស្នាមលេខ13-9នៅលើដៃរបស់បុរសម្នាក់ដែលនាំទៅរកតម្រុយសំខាន់ជាច្រើនមែនទែនអញ្ចឹងតាមរយៈការដេញដោលស្វែងរកយ៉ាងម៉ត់ចត់ឯកសារជាង100ទំព័រនោះគឺបានចង្អុលប្រាប់បង្ហាញទីតាំងមួយយ៉ាងច្បាស់លាស់ខ្លាំងមែនទែនគឺអគារចាស់មួយកន្លែងស្ថិតនៅក្នុងស្រុកហ៊ូឡុងខេត្តលៀងសឿនភាគខាងជើងនៃប្រទេសវៀតណាមជិតព្រំប្រទល់ចិនអគារនោះជាអតីតការិយាល័យរបស់ក្រុមការងារគ្រប់គ្រងទីផ្សារលេខ4ដែលត្រូវបានបោះបង់ចោលតាំងពីដើមឆ្នាំ2025ព្រោះពួកគេត្រូវរើទៅកន្លែងថ្មីនៅពេលដែលឯកសារស៊ើបអង្កេតរបស់ក្រុមអ្នកលេងអ៊ីនធឺណិតត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនិងបង្កើតជាចរន្តរិះគន់ក្នុងសង្គមទើបនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025សមត្ថកិច្ចខេត្តលៀងសឿនគឺបានសម្រេចការបើកការស៊ើបអង្កេតយ៉ាងផ្លូវការនិងចុះទៅពិនិត្យទីតាំងនោះភ្លាមៗនៅពេលដែលប៉ូលីសគេបានធ្វើកុសលវិច័យទៅដល់ទីតាំងនោះពួកគេបានរកឃើញភស្តុតាងដែលសមស្របនឹងអ្វីដែលគេបង្ហាញនៅលើវីដេអូអនឡាញអញ្ចឹងជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការគាត់មានឈ្មោះថា Nguyen Yen Sut Dat កើតនៅថ្ងៃទី10ខែមិនិនាឆ្នាំ1989មានស្រុកកំណើតនៅខេត្តហុងយៀនអញ្ចឹងនៅពេលដែលអ្នកកាសែតនិងសមត្ថកិច្ចទៅស៊ើបសួរដល់ស្រុកកំណើតរបស់ដាត់ទើបគេដឹងថាជីវិតពិតរបស់បុរសម្នាក់នេះគឺកំសត់និងគួរឲ្យអាណិតខ្លាំងមែនទែនអញ្ចឹងឪពុករបស់ដាត់បានចែកឋានទៅជាច្រើនឆ្នាំមកហើយចំណែកឯម្ដាយបង្កើតទទួលរងនៅជំងឺផ្លូវចិត្តហើយគ្រួសារគាត់រស់នៅក្នុងភាពក្រីក្រនិងតោកយ៉ាក់ខ្លាំងមែនទែនដោយពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភសុទ្ធសាយពីរដ្ឋាភិបាលអញ្ចឹងដាត់ធ្លាប់បានចាក់ចេញពីផ្ទះទៅធ្វើការជាអ្នកលក់គ្រឿងសមុទ្រនៅផ្សារមួយនៅក្នុងទីក្រុងហាណូយកាលពីចុងឆ្នាំ2024ប៉ុន្តែជីវិតរបស់គាត់នៅតែជួបការលំបាកទាំងបញ្ហាជីវិតនិងជំងឺប្រចាំកាយប៉ុន្តែអ្
អ្វីដែលរត់តែខ្លោចចិត្តជាងនេះទៅទៀតហ្នឹងគឺជីវិតពិតនៅលើ digital របស់ដាត់ក្រោយពេលដែលកើតហេតុសមត្ថកិច្ចបានរកឃើញសារឯកជននិងប្រវត្តិរូបរបស់ដាត់នៅក្នុងវេទិកាពិភាក្សាងងឹតផ្សេងៗនៅលើកណនីរបស់ខ្លួនដាត់បានសរសេរចំណងជើងធំៗថាចង់ស្វែងរកអ្នកមកបញ្ចប់ជីវិតរបស់ខ្ញុំនៅក្នុងឯកសារមួយដែលដាត់បានផ្ញើទៅកាន់អ្នកដទៃគាត់បានរៀបរាប់ពីការឈឺចាប់របស់ខ្លួនថាខ្ញុំមិនត្រឹមតែមានរូបរាងអាក្រក់ទេប៉ុន្តែខ្ញុំថែមទាំងមានជំងឺប្រចាំកាយទៀតខ្ញុំមិនអាចរស់នៅមានសេរីភាពដូចមនុស្សធម្មតាទេខ្ញុំត្រូវពឹងផ្អែកទៅលើឪពុកម្ដាយរបស់ខ្ញុំពេញមួយជីវិតប្រសិនបើមិនមែនព្រោះតែព្រះទេខ្ញុំប្រហែលជាបានបញ្ចប់ជីវិតខ្លួនឯងបាត់ទៅហើយខ្ញុំចង់ជួបនរណាម្នាក់ដែលនៅជិតស្និទ្ធគ្នាល្មមគេអាចសម្រាប់ខ្ញុំបានព្រោះខ្ញុំពិតជាចង់ធ្វើជាមិត្តនឹងមនុស្សម្នាក់នោះខ្លាំងណាស់ខ្ញុំចង់ស្លាប់នេះមិនមែនជាសារគំរាមកំហែងអ្នកដទៃទេប៉ុន្តែវាគឺជាការស្រែកហៅរកជំនួយពីមនុស្សម្នាក់ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិផ្លូវចិត្តនិងជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរបំផុតគាត់មានអារម្មណ៍ថាខ្លួនឯងជាបន្ទុកគ្រួសារគ្មានតម្លៃនិងគ្មានផ្លូវចេញប៉ុន្តែជាអកុសលជំនួសឲ្យការជួបគ្រូពេទ្យចិត្តសាស្ត្រនិងប្រព័ន្ធគាំទ្រសង្គមដាត់បែរទៅជាជួបមនុស្សម្នាក់ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកផលប្រយោជន៍ពីភាពទន់ខ្សោយរបស់គាត់មនុស្សដែលដាត់បានតាក់ទងតាមបណ្ដាញសង្គមតាំងពីឆ្នាំ2020មានឈ្មោះថាដនវ៉ាត់សាងកើតនៅឆ្នាំ1968មានអាយុ57 ឆ្នាំនៅពេលរងការចាប់ខ្លួនអញ្ចឹងគាត់មិនមែនជាជនអនាថាឬក៏ជាអ្នកលេងបងធំនោះទេប៉ុន្តែគាត់គឺជាអតីតក្រុមមនុស្សផ្នែកគ្រប់គ្រងទីផ្សារលេខ4ដែលមានមន្ត្រីរាជការម្នាក់ដែលមានតួនាទីនិងឋានៈនៅក្នុងសង្គមខ្លាំងមែនទែនអញ្ចឹងសាំងគឺជាមនុស្សដែលមានជំនាញខាងសម្លាប់និងបកស្បែកសត្វយ៉ាងស្ទាត់ជំនាញអញ្ចឹងតាមការស៊ើបអង្កេតរបស់បុរសទាំងពីរនាក់នេះបានតាក់ទងតាមអនឡាញរយៈពេល75ឆ្នាំដោយសារការជជែកគ្នាពីប្រធានបទខុសឆ្គងនិងរឿងរ៉ាវតាក់ទងនឹងសេចក្តីស្លាប់ទាំងរហូតដល់ថ្ងៃទី25ខែមករាឆ្នាំ2025លោកសាំងគឺបានទូរស័ព្ទហៅដាត់ធ្វើដំណើរមកកាន់អគារចាស់ដែលបានបោះបង់ចោលនោះដើម្បីអនុវត្តផែនការដែលពួកគេបានព្រមព្រៀងគ្នាអញ្ចឹងសមត្ថកិច្ចបានរកឃើញវីដេអូពាក់ព័ន្ធជាមួយនឹងការសាកល្បងមួយដែលបង្ហាញថាពួកគេទាំងពីរគឺបានធ្វើការហាត់សមពីរបៀបសម្លាប់ដោយស្ងប់ស្ងាត់និងមានការបង្កើតជាសញ្ញាដៃទៀតផងឲ្យជនរងគ្រោះងើបចង្កាឡើងជាសញ្ញាចាប់ផ្ដើមអញ្ចឹងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺឃាតកម្មនេះមិនមែនធ្វើឡើងដោយសារតែការខឹងសម្បារឬក៏គំនុំផ្ទាល់ខ្លួននោះទេប៉ុន្តែវាបានធ្វើឡើងដោយការផលិតវីដេអូពាណិជ្ជកម្មលក់នៅលើបណ្ដាញសង្គមដែលមានឈ្មោះថា Dark Web អញ្ចឹងទៅកាន់ក្រុមអ្នកដែលបានមើលចំណង់ចំណូលចិត្តខុសធម្មតាក្នុងតម្លៃចាប់ពី$12ទៅ$88ក្នុងម្នាក់អញ្ចឹងក្រោយពីការប្រព្រឹត្តបទល្មើសរួចដួនវ៉ាន់សាងគឺបានសម្អាតទីតាំងយ៉ាងស្អាតបំផ្លាញផុសតាងរួចក៏ត្រឡប់ទៅផ្ទះវិញធ្វើការនិងប្រើប្រាស់បណ្ដាញសង្គម Facebook ដូចមនុស្សធម្មតាគ្មានរឿងអ្វីកើតឡើងគាត់ថែមទាំងបានចូលគ្រប់គ្រងគណនីបណ្ដាញសង្គមរបស់ដាត់ដើម្បីកុំឲ្យអ្នកដទៃដឹងថាដាត់បានបាត់បង់ជីវិតទៅហើយភាពស្ងប់ស្ងាត់និងការមិនមានអារម្មណ៍ស្ដាយក្រោយរបស់បុរសម្នាក់នេះជាទង្វើមួយដែលអាចច្បាប់មិនអាចអត់ឱនបានជាដាច់ខាតអញ្ចឹងនៅថ្ងៃទី29វិច្ឆិកាឆ្នាំ2025នាយកដ្ឋាននគរបាលស៊ើបអង្កេតខេត្តឡាំងសឿនគឺបានចេញដីកាចាប់ខ្លួននិងចោទប្រកាន់ជាផ្លូវការទៅលើឈ្មោះដោនវ៉ាន់សាំងពីបទមនុស្សឃាតតាមមាត្រា123នៃព្រហ្មទណ្ឌវៀតណាមឆ្នាំ2015នៅក្នុងទស្សនវិជ្ជាច្បាប់នោះទោះបីជាជនរងគ្រោះមានការយល់ព្រមឬក៏ស្ម័គ្រចិត្តក៏ដោយក៏មនុស្សដែលមានកំពុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរមិនមានសមត្ថភាពគិតពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនោះទេប្រិយមិត្តទាំងអស់គ្នាសន្និដ្ឋកម្មរបស់បុរសម្នាក់ដែលមានឈ្មោះថាងួយយ៉ែនសោតដាត់គឺជាមេរៀនដ៏ធំមួយសម្រាប់ពួកយើងដែលរស់នៅក្នុងសង្គមសម័យ Digital អញ្ចឹងអ៊ីនធឺណិតពាក់ព័ន្ធជាមួយនឹងបានបង្ហាញនៅចន្លោះប្រហោងនៃការគ្រប់គ្រងសុខភាពផ្លូវចិត្តក្នុងសង្គមប្រសិនបើការនោះដាត់ទទួលបានការយកចិត្តទុកដាក់ការព្យាបាលនិងការលួងលោមពីអ្នកជំនាញឬសហគមន៍ជុំវិញខ្លួនប្រហែលជាគាត់មិនធ្លាក់ទៅសង្គមងងឹតបែបហ្នឹងទេអញ្ចឹងតាមរយៈវីដេអូមួយនេះដែលខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូនទាំងអស់គ្នាប៉ះសិនបើមានមនុស្សជុំវិញខ្លួនកំពុងតែជួបប្រទះនៅការបាក់
ទឹកចិត្តឬក៏មានវិបត្តិផ្លូវចិត្តអស់សង្ឃឹមអីគឺសូមបើកចិត្តនិយាយជាមួយនឹងគ្រួសារនិងអ្នកដែលទុកចិត្តបំផុតទៅរាល់បញ្ហាតែងតែមានដំណោះស្រាយនិងផ្លូវចេញសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូនឹងតាំងពីដើមដល់ចប់ហើយបើសិនជាចូលចិត្តនៅការសម្រាយរឿងដ៏រន្ធត់របស់ខ្ញុំបែបហ្នឹងកុំភ្លេចឲ្យបេះដូងវីដេអូនេះផងហើយបើសិនជាអូនអ្នកដែលគាត់ទស្សនានៅវីដេអូនេះសូមមេត្តាកុំយកគំរូតាមជាដាច់ខាតដោយសារតែនេះគឺជាទង្វើដ៏ខុសឆ្គងនិងទង្វើមួយដែលយើងមិនអាចនិយាយបានថាវាមានតម្លៃគឺយើងត្រូវតែស្រឡាញ់ជីវិតរបស់ខ្លួនឯងដោយបុរសដាត់ហ្នឹងគាត់គឺជាគំរូសម្រាប់បងប្អូនអ្នកដែលគាត់ទស្សនាវីដេអូហ្នឹងបើសិនជាមានបញ្ហាអីគឺយើងអាចទៅនិយាយពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់យើងពូម៉ាក់របស់យើងឬក៏អ្នកណាដែលយើងទុកចិត្តបំផុតចឹងទៅអញ្ចឹងបើសិនជាចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង subscribe នៅ channel Talk with Salita ផងគឺខ្ញុំនឹងយករឿងនៅរន្ធត់ពាក់ព័ន្ធជាមួយនឹងរឿងចម្លែកជុំវិញពិភពលោកចាស់ជូនអ្នកទាំងអស់គ្នាអញ្ចឹងជួបជាមួយនឹងខ្ញុំ Salita នៅវីដេអូក្រោយទៀតបាយបាយជម្រាបលា